ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល Android វីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបបង្កើតគណនីធនាគារកាណាឌីយ៉ាដល់ខ្លួនឯងនៅលើទូរស័ព្ទដៃតោះអញ្ចឹងកុំឲ្យវែងឆ្ងាយយើងទៅដឹងពីរបៀបបង្កើតទាំងអស់គ្នាជំហានដំបូងបងប្អូនត្រូវមានapp កាណាឌីយ៉ា Bank របស់យើងមកបាទចូល Play Store ឬក៏ App Store មកយើងសរសេរកាណាឌីយ៉ា Bank បន្ទាប់មកយើងធ្វើការដំឡើងវារួចរាល់មកបន្ទាប់ពីដំឡើងរួចរាល់ហើយបងប្អូនចុចបើកកម្មវិធីធនាគារកាណាឌីយ៉ារបស់យើងហើយចុច Allow បាទចុច Allow បន្ទាប់មកទៀតកន្លែងនេះយើងអាចរើសភាសាបើសិនជាយើងប្រើភាសាអង់គ្លេសយើងចុចយកភាសាអង់គ្លេសភាសាចិនយើងយកភាសាចិនមកសម្រាប់ខ្ញុំយកភាសាខ្មែរតែម្ដងដោយសារតែដើម្បីបងប្អូនយើងគាត់អត់ចេះភាសាផ្សេងណាបាទគាត់ងាយស្រួលធ្វើតាមអូខេអញ្ចឹងកន្លែងនេះបើសិនជាបងប្អូនធ្លាប់បង្កើតគណនីធនាគារកាណាឌីយ៉ាពីមុនមកហើយយើងអាចចុចកន្លែងដាក់ដំណើរការដល់ប្រើលេខគណនីនេះបាទប៉ុន្តែបើសិនជាយើងអត់ទាន់មានទេយើងចង់បង្កើតគណនីធនាគារថ្មីបាទយើងចុចកន្លែងនេះបាទចុចកន្លែងបើកគណនី Digital ឥឡូវនេះអូខេអញ្ចឹងអ្វីដែលយើងត្រូវធ្វើយើងត្រូវចុចគ្រីសកន្លែងនេះសិនដើម្បីឲ្យវាលោតពាក្យថាបន្តពណ៌ក្រហមនេះមកហើយយើងចុចទៅលើពាក្យថាបន្តអូខេបន្ទាប់មកទៀតយើងវាយលេខទូរស័ព្ទរបស់យើងមកឥឡូវខ្ញុំសូមវាយលេខទូរស័ព្ទរបស់ខ្ញុំសិនអូខេបន្ទាប់មកទៀតយើងចុចពាក្យថាបន្ទាប់ហើយយើងរងចាំគេផ្ញើលេខកូដទៀងទាត់6ខ្ទង់មកយកមកបំពេញកន្លែងនេះបាទអញ្ចឹងបើសិនជាបងប្អូនអត់ឃើញលេខកូដលោតលើ keyboard ដូចខ្ញុំទេបងប្អូនត្រូវវាយលេខកូដដោយមើលតាមសារ SMS ដែលគេផ្ញើមកណាបាទនេះគេផ្ញើមក6ខ្ទង់ឃើញលេខអីយើងបំពេញលេខនោះទៅកុំបំពេញតាមលេខកូដរបស់ខ្ញុំប្រយ័ត្នអត់ត្រូវបាទអូខេតែដោយសារតែនៅលើទូរស័ព្ទ iPhone របស់ខ្ញុំវាលោតទៅលេខកូដនៅកន្លែង keyboard នេះអញ្ចឹងយើងគ្រាន់តែចុចលេខកូដហ្នឹងទៅវាបំពេញដោយស្វ័យប្រវត្តិតែម្ដងបាទអូខេឥឡូវដោយសារតែខ្ញុំពជាពេលយូរពេកបាទអញ្ចឹងលេខកូដដែលគេផ្ញើមិញវាផុតពលភាពហើយខ្ញុំត្រូវញ៉ាលេខកូដម្ដងទៀតសិនបាទអូខេនេះលេខកូដវាទៅនៅលើកន្លែងនេះអញ្ចឹងខ្ញុំចុចកន្លែងហ្នឹងតែម្ដងបាទអូខេអញ្ចឹងកន្លែងហ្នឹងខ្ញុំចុចបន្តមកអូខេបន្តមកទៀតកន្លែងនេះយើងត្រៀមមកយើងត្រៀមអត្តសញ្ញាណប័ណ្ណរបស់យើងណាហើយខ្ញុំយកអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំមកសិនអូខេអញ្ចឹងយើងចុច allow មកកន្លែងនេះដើម្បីបើកកាមេរ៉ាហើយយើងថតអត្តសញ្ញាណប័ណ្ណរបស់យើងផ្នែកខាងមុខបាទថតឲ្យច្បាស់កុំឲ្យដាច់សាច់អត្តសញ្ញាណប័ណ្ណបាទអូខេឥឡូវយើងព្យាយាមម្ដងទៀតអូខេយើងដាក់មក scan ដាក់ឲ្យនឹងដៃតិចណាបងប្អូនអូខេយើងដាក់ឲ្យនឹងដៃហើយយើងចុចថតកន្លែងនេះមកមកចាំតិចអូខេបន្តមកទៀតយើងធ្វើការ scan មុខរបស់យើងឥឡូវយើងប្រើកាមេរ៉ាតិចកុំឲ្យបាំងមុខរបស់ខ្ញុំណាបាទអូខេយើងដាក់មុខរបស់យើងឲ្យរៀងឆ្ងាយពីមុខទូរស័ព្ទតិចមកបាទឲ្យបើកមាត់គេឲ្យមិចភ្នែកអញ្ចឹងទៅបាទអូខេអត់ត្រូវទេយើងចុចព្យាយាមម្ដងទៀតកន្លែងនេះយើងព្យាយាមធ្វើតាមអក្សរដែលគេសរសេរខាងក្រោមបញ្ជាក់ប្រាប់យើងណាហើយនឹងរូបទូចមូលខាងក្រោមនេះធ្វើតាមគេទៅបើសិនជាបាទកន្លែងនេះខ្ញុំសូមព្យាយាមម្ដងទៀតបាទយើងធ្វើតាមគេឲ្យងាកឆ្វេងងាកស្ដាំហាមាត់ងើយទៅលើឬក៏ព្រិចភ្នែកអានេះយើងធ្វើតាមអក្សរដែលគេបញ្ជាក់ប្រាប់យើងណាអូខេកន្លែងនេះយើងចុចពាក្យថាថតឥឡូវនេះដើម្បីថត selfie មុខរបស់យើងមិញយើង scan ឥឡូវយើងថតម្ដងណាបាទយើងថតជារូបស្លឹកកន្លែងនេះយើងចុចកន្លែងថតរូប selfie ឡើងវិញដោយសារតែយើងដាច់ពី frame យើងថតនៅក្នុងក្រៅវងបាទយើងចុចថតឡើងវិញយើងថតធ្វើម៉េចកុំឲ្យដាច់សក់ដាច់ចកាដាច់លកជាអញ្ចឹងណាយើងថតឲ្យពេញលក្ខណៈអូខេបន្តមកទៀតកន្លែងនេះគេដាក់ថារួចរាល់សម្រាប់ការបន្តបាទអញ្ចឹងយើងគ្រាន់តែចុចទៅលើពាក្យថាបន្តជាមួយរូបថតនេះចុចកន្លែងហ្នឹងមកបាទឥឡូវវាកំពុងតែដំណើរការអូខេចាំបន្តិច
បាទឥឡូវគឺរួចរាល់ 100% ហើយអញ្ចឹងយើងពិនិត្យមើលព័ត៌មានដូចជាឈ្មោះភេទថ្ងៃខែឆ្នាំកំណើតលេខអត្តសញ្ញាណប័ណ្ណហើយនិងថ្ងៃខែឆ្នាំផុតកំណត់នៃអត្តសញ្ញាណប័ណ្ណរបស់យើងមកគឺជាការស្រេចបើសិនជាត្រូវហើយយើងចុចពាក្យថាបញ្ជាក់មកអូខេអញ្ចឹងមកដល់កន្លែងនេះគេឲ្យយើងប្រាប់ពីការងារដែលយើងកំពុងតែធ្វើដែលយើងធ្វើការងារផ្នែកអីបាទអញ្ចឹងយើងចុចកន្លែងស្ថានភាពការងារនេះមកចុចកន្លែងសញ្ញាព្រួយនេះបាទអូខេអញ្ចឹងយើងជ្រើសរើសមកថាតើយើងធ្វើការងារផ្នែកអីយើងមើលតាមនឹងទៅបាទអូខេអញ្ចឹងកន្លែងនេះបើសិនជាបងប្អូនខ្ជិលជ្រើសរើសញ៉ៃញ៉ាច្រើនយើងយកកន្លែងផ្សេងនេះទៅមកទៅបាទយកផ្សេងហើយយើងចុចពាក្យថាបន្ទាប់បាទកន្លែងកូដណែនាំនេះយើងមិនបាច់ចាំដាក់ក៏បានដែរឥឡូវយើងចុចពាក្យថាបន្ទាប់មកអូខេជំហានបន្ទាប់ទៀតកន្លែងនេះគេឲ្យយើងបង្កើតពាក្យសម្ងាត់ថ្មីបញ្ជាក់ម្ដងទៀតពាក្យសម្ងាត់មិនមែនលេខសម្ងាត់សម្រាប់ដកលុយឬក៏ធ្វើប្រតិបត្តិការនៅក្នុងគណនីរបស់យើងទេគឺបង្កើតពាក្យសម្ងាត់បាទពាក្យសម្ងាត់បានន័យថាមានលេខមានតួអក្សរលាយបញ្ចូលគ្នាអញ្ចឹងណាបាទអញ្ចឹងអាហ្នឹងយើងបង្កើតហើយយើងសូមរកអីកត់ទុកផងឥឡូវយើងផ្លិចបាទសម្រាប់ពាក្យសម្ងាត់គឺយើងត្រូវប្រើចាប់ពី6ខ្ទង់ឡើងទៅមានលេខមានអក្សរលាយគ្នាមិនអាចប្រើលេខសុទ្ធឬក៏អក្សរសុទ្ធបានទេបញ្ជាក់កន្លែងហ្នឹងបាទអញ្ចឹងឥឡូវខ្ញុំលើកជាឧទាហរណ៍ឲ្យបងប្អូនងាយយល់បាទឥឡូវខ្ញុំសូមលើកជាឧទាហរណ៍តែម្ដងឧទាហរណ៍ថាយើងដាក់លេខ11 25អីចឹងទៅហើយយើងដាក់លាយជាមួយអក្សរ ABC អីចឹងទៅបាទ6ខ្ទង់ឡើងទៅណា6ខ្ទង់7ខ្ទង់3ខ្ទង់10ខ្ទង់តាមចិត្តយើងបាទឥឡូវខ្ញុំសូមដាក់តែម្ដងបាទបញ្ជាក់កន្លែងនេះយើងដាក់លេខហើយយើងដាក់អក្សរធំមួយនិងអក្សរតូចមួយខាងចុងណាបាទអូខេខ្ញុំសូមដាក់អក្សរធំសិនអក្សរធំហើយអក្សរតូចអូខេបន្ទាប់ពីយើងដាក់ពាក្យសម្ងាត់អាខាងលើហើយយើងទៅដាក់ខាងក្រោមម្ដងទៀតឲ្យដូចអាខាងលើមិញដាក់អីយើងដាក់ឲ្យដូចគ្នាមកអូខេបាទឥឡូវខ្ញុំបំពេញពាក្យសម្ងាត់ថ្មីរួចរាល់ហើយអញ្ចឹងបន្ទាប់ពីយើងឃើញថាសញ្ញាគ្រីសវាលោតគ្រីសទាំងអស់អញ្ចឹងបានន័យថាយើងបំពេញពាក្យសម្ងាត់ថ្មីត្រូវគោលការណ៍របស់គេហើយគឺវាមានលេខវាមានខាងដើមគឺលេខខាងចុងអក្សរធំមួយអក្សរតូចមួយបញ្ជាក់ណាបាទអញ្ចឹងឃើញកន្លែងនេះវាគ្រីសទាំងអស់បានន័យថាត្រូវគោលការណ៍របស់ខាងធនាគារហើយបន្តមកទៀតយើងចុចពាក្យថាបន្ទាប់មកឥឡូវយើងរងចាំវាមកផ្លែតអូខេកន្លែងនេះយើងយកអាដាមក hello while using the app បាទអញ្ចឹងមកដល់ត្រង់កន្លែងនេះគេឲ្យយើងបង្កើតលេខកូដ PIN ថ្មីអាលេខកូដ PIN ថ្មីហ្នឹងហើយដែលជាលេខកូដសម្រាប់យើងយកទៅប្រើសម្រាប់ដកលុយឬក៏ធ្វើប្រតិបត្តិការអីផ្សេងៗនៅក្នុងគណនីការណារយៈរបស់យើងណាបាទអាមាញ់គ្រាន់តែជាការបង្កើតពាក្យសម្ងាត់ទេបាទតែយើងអត់ដឹងថាពាក្យសម្ងាត់ហ្នឹងគេយកប្រើដើម្បីអីទេបាទអញ្ចឹងឥឡូវយើងបង្កើតលេខកូដសម្រាប់ដកលុយឬក៏ធ្វើប្រតិបត្តិការផ្សេងៗនៅក្នុងគណនីការណារយៈរបស់យើងមកបាទលេខកូដគឺមាន6ខ្ទង់យើងដាក់អីដាក់ទៅបាទជិះវៀងលេខការ៉េលេខផាយលេខគូឬក៏ជិះវៀងលេខថ្ងៃខែឆ្នាំកំណើតរបស់យើងណាបាទអូខេឥឡូវខ្ញុំសូមដាក់សិនបាទបន្ទាប់ពីយើងវាយលេខកូដចូលហើយយើងចុចសញ្ញាព្រួយមកហើយយើងដាក់បញ្ជាក់លេខកូដម្ដងទៀតអាមិញយើងដាក់អីគេអាក្រោយនេះយើងដាក់ដូចគ្នាដាក់ឲ្យដូចអាមិញណាបាទដាក់លេខកូដដដែលម្ដងទៀតបាទអញ្ចឹងខ្ញុំសូមវាយលេខកូដដដែលម្ដងទៀតអូខេអញ្ចឹងបន្ទាប់ពីយើងដាក់លេខកូដម្ដងទៀតហើយយើងចុចសញ្ញាព្រួយពណ៌ក្រហមនឹងមកបាទយើងរងចាំមកផ្លែតអូខេឥឡូវនេះគេដាក់ថាជោគជ័យហើយអ្នកបានបង្កើតគណនីសន្សំដោយជោគជ័យបាទអញ្ចឹងអត់មានអីត្រូវធ្វើទៀតទេយើងគ្រាន់តែចុចទៅលើអក្សរពណ៌ក្រហមនេះមកចាប់ផ្ដើមប្រើប្រាស់សេវាកម្មធនាគារបាទចុចមកអូខេអញ្ចឹងកន្លែងនេះគេសួរថាយើងចង់បើកមុខងារ scan មុខអត់បាទយើងចង់បើកទៅបើមិនជាអត់ទៅសម្រាប់ខ្ញុំបើកហើយខ្ញុំធ្វើការ scan មុខបាទចុច allow សិនបាទយើង scan មុខហើយគឺជាការស្រេចបាទអញ្ចឹងនេះគឺជាផ្ទៃប្រើប្រាស់នៅក្នុង app គណនីការណារយៈបែងរបស់យើងហើយបាទវាមានតម្រងបែបហ្នឹងបាទ
អូខេអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមកុំភ្លេចជួយចុចពាក្យជាឬក៏ Subscribe Channel របស់ខ្ញុំម្នាក់មួយផងបងប្អូនយល់យ៉ាងណាដែរចំពោះវីដេអូមួយនេះអាចសរសេរ comment នៅខាងក្រោមវីដេអូបានហើយបើសិនជាអាចសូមកុំភ្លេចជួយ share វីដេអូមួយនេះម្នាក់មួយផងដើម្បីបងប្អូនយើងដទៃទៀតគាត់បានឃើញអរគុណ